ថ្ងៃនេះស្ងាត់ម្លេះអត់សូវបានភ្ញៀវសោះនៅកណ្ដាលទីក្រុងភ្នំពេញដ៏អ៊ូអរពូម៉ូតូឌុបម្នាក់ឈ្មោះសុកកំពុងអង្គុយរង់ចាំភ្ញៀវនៅក្រោមម្លប់ដើមស្វាយយ៉ាងហត់នឿយរំពេចនោះស្រមោលស្រីស្អាតម្នាក់ឈ្មោះមីលីសបានលេចខ្លួនឡើងយ៉ាងផូរផង់កំពុងសម្លឹងមើលទៅសុកទាំងចិត្តអាឡ័យហើយក្តៅណាស់ថ្ងៃនេះដូចជាមានខ្យល់ត្រជាក់ដែរតាមីលីសតែងតែនៅក្បែរសុកជួយថែរក្សាគាត់ដោយប្រយោលដូចជាភ្លុំខ្យល់ត្រជាក់បក់ផាត់ពេលខាត់ក្តៅឬរៀបចំរបស់របរតូចតាចដែលធាក់រាបាយសុកតែងមានអារម្មណ៍ប្លែកប៉ុន្តែមិនដែលឃើញនាងផ្ទាល់ទេនាងជាអ្នកណាហេតុអីខ្ញុំមើលធ្លុះនាងទៅឃើញខាងក្រោយទេខ្មោចពូសុកកុំខ្លាចខ្ញុំអីទៅកុំតាមខ្ញុំមិនចង់ឃើញនាងទៀតទេដោយភាពភ័យខ្លាចសុកបានព្យាយាមរត់គេចពីមេលីសគ្រប់ទីកន្លែងគាត់បើកម៉ូតូយ៉ាងលឿនតែមេលីសនៅតែអាចអណ្ដែតតាមពីក្រោយគាត់ដោយមិនពិបាកនាងសម្លឹងមើលគាត់ដោយកែវភ្នែកដ៏ក្រៀមក្រំយាយមកជួយខ្ញុំផងយាយមានខ្មោចស្រីស្អាតម្នាក់តាមស្រឡាញ់ខ្ញុំខ្លាចណាស់យាយអាយ៉ារឿងស្នេហាខ្មោចទេតើចាប់ប្រាប់យាយឲ្យអស់មកចៅសុកអើយកុំភ័យអីនាងមីលីសនេះជាគូព្រៀងរបស់ចៅតាំងពីជាតិមុនមកម្ល៉េះនាងជាខ្មោចល្អមិនបានធ្វើបាបអ្នកណាទេនាងគ្រាន់តែចង់បំពេញនិស្ស័យស្នេហារបស់នាងជាមួយចៅតែប៉ុណ្ណោះយាយមកបានប្រាប់សុកពីរឿងរ៉ាវរបស់មីលីសនិងនិស្ស័យស្នេហារបស់ពួកគេកាលពីជាតិមុនគាត់បានដឹងថាមីលីសបានស្លាប់ដោយការរងចាំស្នេហ៍ពិតរបស់នាងនិងវិញ្ញាណរបស់នាងនៅវិលវល់រហូតដល់បានជួបសុកគូព្រេងតែនាងជាខ្មោចហើយខ្ញុំជាមនុស្សខ្ញុំគួរធ្វើម៉េចទៅសុកបានត្រឡប់មកផ្ទះវិញដោយចិត្តគំនិតច្របូកច្របល់គាត់មើលឃើញមីលីសកំពុងឈរនៅមាត់ទ្វារសម្លឹងមកគាត់ដោយក្តីស្រឡាញ់លាយឡំនឹងការឈឺចាប់បេះដូងគាត់ចាប់ផ្ដើមរលាយបន្តិចម្ដងមីលីសខ្ញុំសុំទោសដែលខ្ញុំខ្លាចនាងយាយមកបានប្រាប់ខ្ញុំគ្រប់យ៉ាងហើយបើពិតជានិស្ស័យយើងមែនខ្ញុំនឹងទទួលយកពូសុកនាងញញឹមទាំងក្តីរំភើបល្អណាស់ឥឡូវយាយនឹងធ្វើពិធីតាមប្រពៃណីខ្មែរដើម្បីភ្ជាប់និស្ស័យពូចៅឲ្យបានជួបគ្នាជាមនុស្សធម្មតាយាយម៉ៅបានចាប់ផ្ដើមធ្វើពិធីអាគមបុរាណដើម្បីឲ្យមីលីសអាចត្រឡប់មកក្លាយជាមនុស្សវិញពន្លឺដ៏ចម្លែកបានហុំពុតមីលីសនាងបានប្រែប្រួលជាបណ្ដារហូតក្លាយជាស្ដីពេញលេញគ្មានភាពខ្លាចចិត្តឡើយសុកនិងមីលីសបានសម្លឹងមើលគ្នាដោយក្តីស្រឡាញ់ពិតប្រាកដឥឡូវនេះយើងអាចរស់នៅជាមួយគ្នាជាប្តីប្រពន្ធពិតប្រាកដហើយមីលីសចាពូសុកនាងអោបកអត់យ៉ាងណែនចាប់ពីពេលនោះមកសុកនិងមីលីសបានរៀបការហើយរស់នៅជាមួយគ្នាជាប្តីប្រពន្ធយ៉ាងមានសេចក្តីសុខនៅតែបន្តបើកម៉ូតូឌុបរបស់គាត់ប៉ុន្តែពេលនេះគាត់មានមីលីសជាភរិយាដ៏ស្រស់ស្អាតនៅក្បែរដែលជាក្តីស្រឡាញ់ពីជាតិមុនរបស់គាត់